សម្រាប់បងដែលចង់បានជំនាញបិទហ្វីមអេក្រង់ម៉ូតូហ្នឹងហើយជំនាញនេះគឺអត់ចាំបាច់មានសម្ភារៈអីច្រើនទេគ្រាន់តែយើងមានម៉ាស៊ីនដោតភ្លើងចូលតាប់ឡូមួយហើយនឹងខ្យាក្រាមមើលប្រព័ន្ធភ្លើងដោតខ្សែណាសេរីคลิกយើងត្រូវដោតខ្សែណាជើងរាប់ជើងទីប្រមាណបាទហើយនឹងសម្ភារៈតិចតួចដូចជាក្រាលហើយនឹងដែកឆ្កឹះហ្វីមចាស់ចេញបាទហើយនឹងកំប៉ុងសាំងសម្រាប់ដាក់អានេះចុចអូតូកំប៉ុងសាំងដាក់សាំងកោបមួយមកបាទហើយយើងចង់តេស្តមួយណាយើងចង់តេស្តអានេះគឺខ្ញុំតេស្តតែជើងតាបុកដកចូលហើយនឹងប៉ោលសាំងទេបាទយើងចង់តេស្តលបឿនយើងចង់តេស្តនៃភ្លើងមួយណាមួយភ្លើងហ្វាកូតឬក៏ភ្លើងសញ្ញោភ្លើងអីគឺយើងដោតតាមជើងនឹងទៅព្រោះនៅសល់ជើងដែលយើងត្រូវដោតទៀតប៉ុន្តែខ្ញុំអត់ដោតទេបាទអញ្ចឹងយើងដោតជើងតែ2ក៏បានដែរបាទបូកដកចូលបាទតែយើងចង់ដូចថាអ្នកសម្រាប់អ្នកចង់ជួសជុលអេក្រង់យើងចង់ធ្វើផ្នែកខាងណាមួយអត់ដើរតែបើយើងជួសជុលហើយយើងចង់តេស្តផ្នែកប៉ោសាំងឬទៅផ្នែកខាងសញ្ញោស្ដាំសញ្ញោឆ្វេងគឺយើងដោតខ្សែទៅតាមហ្នឹងទៅឬក៏ sensor លបឿននេះទៅបាទគឺយើងត្រូវមានខ្យាក្រាមយើងដើម្បីមើលជើងវាណាបាទអញ្ចឹងឈុតនេះតម្លៃសមរម្យបាទសម្រាប់បងជាងគាត់ស្រឡាញ់ខាងចូលចិត្តចង់បិទហ្វីមអាចជាឈុតនេះបានបាទយើងដោតខ្សែបុកដកចូលបាទហើយត្រឹមត្រូវទៅហើយអ្នកដែលគាត់ទិញពីខ្ញុំទៅខ្ញុំបរៀនហើយខ្ញុំឲ្យខ្យាក្រាមទៅមើលសម្រាប់ធ្វើក្លេច160ក្លេច125ក្លេច150ឬក៏ពួកស៊ុំមើអីផ្សេងទៀតបើស្អីចឹងខ្ញុំឲ្យទៅទាំងអស់ខ្ញុំមានទាំងអស់ណាបាទយើងដោតចូលហើយយើងដោតតភ្លើង adapter 12V ចូលបាទណាកុយនៅលើនេះណាកុយខ្ញុំតនៅលើនេះបាទហើយយើងបើកមកយើងបើក power មកនេះណាបាទពេលយើងបើក power ហើយនៅកន្លែងគឺកន្លែងជា mode សម្រាប់ Suzuki Yamaha ហើយនឹង Honda បាទនេះយើងជ្រើសរើស mode ភ្លើងនេះដែលយើងធ្វើ Honda យើងជួបង mode ពណ៌ស្វាយនេះណាបាទនេះភ្លើងបើសិនតែខ្ញុំដកខ្សែពណ៌តែមិនចេញគឺយើងអាចបានតេស្តប៉ោសាំងទេបាទអញ្ចឹងប៉ោសាំងគឺនឹង load direct ទេបាទយើងបាទហើយយើង load direct គឺយើងអាចបានតេស្តវាទេតែបើសិនជាយើងចង់តេស្តប៉ោសាំងថាសាំងវាដំណើរការឬអត់បាទគឺយើងដោតទៅគឺសាំងទៅដល់ណៃដែលវាចាំថាសាំងពីក្នុងម៉ូតូយើងមានប៉ុណ្ណាគឺយើងគឺមានប៉ុណ្ណឹងគឺសល់ប៉ុណ្ណឹងណាបាទខ្ញុំសូមដោតចូលវិញរងចាំវាមួយផ្លេតបាទវានឹងដើរមកធម្មតាវិញវាចងចាំទិន្នន័យសាំងម៉ូតូណាបាទហើយអានេះគឺសម្រាប់បិទយើងឈុតជាឈុតសម្រាប់យើងបិទ fill កុំព្យូទ័រឆេះអេក្រង់ទេប៉ុន្តែយើងយកមកតេស្តបានច្រើនលើសពីហ្នឹងទៀតណាសម្រាប់អ្នកយើងចង់ធ្វើ board ប៉ុន្តែអ្នកខ្លះគាត់ចង់ធ្វើតែបិទតែ film គាត់ទិញគឺយើងចង់លោនឹងម៉ូតូក៏បានដែរតែបើយើងខ្ជិលលោម៉ូតូនៅក្នុងកន្លែងយើងគ្រាន់មាន adapter បូកដកភ្លើង 12V នេះចូលទៅបាទគាត់ថាបើសិនជាយើងបិទ film ទៅយើងអត់ចាំបាច់មាន adapter នេះក៏បានដែរគ្រាន់យើងតឡូពិបាកតឡូនឹងម៉ូតូអញ្ចឹងណាតែបើសិនអ្នកខ្លះគាត់ជួសជុលឲ្យក្រង់ផងគាត់ចង់មើលកន្លែងណាគាត់ជួសជុលហើយគាត់ចង់ដឹងថាកន្លែងហ្នឹងវាដើរអត់យើងដោតខ្សែតាមតួនាទីវាទៅបាទណាហើយការកាត់ film ការពវល់យកពណ៌អាហ្នឹងចាំខ្ញុំបរៀនតាមក្រោយពេលដែលគាត់ទិញម៉ាស៊ីនពីខ្ញុំទៅណាឈុតសម្រាប់ធ្វើសោធ្វើបិទ film ទៅនេះតម្លៃវាខ្ញុំឲ្យ film ទៅ2សន្លឹកណា film 2សន្លឹកធំលើក្រោមណាបាទកាត់បានចង់20ម៉ូតូ film នេះបាទតម្លៃខ្ញុំដាក់ឲ្យទាំងបរិញ្ញាទាំងអី50ណាទាំងបរិញ្ញាអី50មាន5កោះមានទាំងអស់មានខ្យាក្រាម20សេរីខ្យាក្រាមបាទគ្រាន់តែតម្លៃខ្យាក្រាមដែលខ្ញុំឲ្យទៅហ្នឹងគឺវាលើសតម្លៃនឹងបាត់ទៅហើយបាទហើយនឹងបរិញ្ញាមានមេរៀនឲ្យណាបាទនេះសម្រាប់ឱកាសបងណាដែលគាត់ចង់ស្វែងយល់ឬក៏ចង់បិទ film បាទក្នុងម៉ូតូមួយគ្រឿងយើងបានបិទបាន$20ទៅ30តាមសេរីម៉ូតូដែរណាបាទអត់មែនតម្លៃដែលថាយើងទៅ
នេះគឺបានតម្លៃដែលតិចទេអត់ទេគឺយើងធ្វើបានច្រើនដែរអញ្ចឹងការធ្វើទឹកដៃការទំនួលខុសត្រូវរបស់យើងហ៊ានយកថ្លៃក៏យើងហ៊ានទទួលទំនួលខុសត្រូវសិនជាមានបញ្ហាយើងក៏ត្រូវសងភ្ញៀវដែរណាបាទអ្នកខ្លះក៏ថាបិទអញ្ចឹងយកតម្លៃថ្លៃអត់ទេគឺតែការធ្វើរបស់ជាងគឺសិតតែមានទំនួលខុសត្រូវអញ្ចឹងបងសម្រាប់តែគាត់ចង់បានជំនាញនេះបាទយកទៅប្រើប្រាស់ឬក៏ចង់រកចំណូលបន្ថែមអាចទាក់ទងមកខ្ញុំបានណាសម្រាប់វិធីការប្រើវិធីបិទហ្វីមជាស្គុតចេញចាស់ហើយលាងយ៉ាងម៉េចឲ្យបានស្អាតធ្វើយ៉ាងម៉េចឲ្យបានលឿនបាទអានេះគឺខ្ញុំព្រៀននៅពេលក្រោយបាទអរគុណច្រើន